គឺត្រឹមត្រូវទាំងអស់ វ៉ាវ បេក្ខជនផ្សេងៗគាត់នឹងសឹកសៀវគ្នាថាអូដោយសារតែបារមីរបស់រស្មីខ្លាំងបានជាគាត់អត់ខុសមកពាក្យណាសោះគាត់បានល្អប្រកបជាសំណាងរបស់គាត់ ចាអ្នកបន្ទាប់មិនឡាង ចាស់ហ្វ៊ីមhọបាន16មុខមានខ្ទឹមសខ្ទឹមបារាំងម្រេចអំបិល rosemary ការ៉ុតថែមប័រប៉េងប៉ោះដំឡូងបារាំងសណ្តែកគួរ oregano កិនឆៃ tomato paste វាញ pasta មិនឡាងមាន17មុខឬក៏10 មាន17ប៉ុន្តែខ្ញុំមិនទៅសេអត់ទាន់ហើយឆាប់មាន olive oil មួយទៀតទៅសេបានតែ olive អញ្ចឹងសរុបមក17មុខណា ចាឆាប់ អញ្ចឹងមិនឡាងកត់គ្រឿងផ្សំដែលខុសមាន4មុខមានដូចជាប័រសណ្តែកគួរ oregano និងវ៉ាញ់អញ្ចឹងចម្លើយដែលតាក់ទងនឹងគ្រឿងផ្សំដែលត្រឹមត្រូវគឺបាន13មុខអញ្ចឹងសរុបបន្ទុកមកមិនឡាងបានទទួល9បន្ទុកអ្នកបន្ទាប់រស្មី ជាឆាតសម្រាប់គ្រឿងផ្សំដែលខ្ញុំកត់បានគឺមានចំនួន15មុខទី1គឺការ៉ុតទី2ស៊ូវីនីទី3សាឡារីទី4ខ្ទឹមបារាំងទី5ខ្ទឹមសទី6ប៉េងប៉ោះទី7រ៉ូស្មែរីទី8ដំឡូងបារាំងទី9សណ្តែកបារាំងទី10បេស៊ីលទី11អំបិលទី12គ្រាប់សណ្តែកក្រហមទី13ម្រេចទី14ផាស្តាទី15ជីនាងបងអឺរ៉ុបហើយសម្រាប់10ហើយនិង15គឺច្រឡំគ្នាឆេបដាក់បេស៊ីលហើយដាក់ជីនាងបងអឺរ៉ុបទៀតឆេប អញ្ចឹងសរុបមកអាចនិយាយបានថារស្មីទទួលបានតែ14ទេ ទៀតឆេប នៅក្នុងចំណោមគ្រឿងផ្សំទាំង14មុខដែលរស្មីកត់នេះគឺត្រឹមត្រូវទាំងអស់ វ៉ាវ ចឹងយើងមើលឃើញហើយថារស្មីគាត់ទទួលបានបន្ទុកស្មើនឹងលីណាដែលមានចំនួន14បន្ទុកស្មើគ្នា Yes chef បេក្ខជនផ្សេងៗគាត់នឹងសឹកសៀវគ្នាថាអូដោយសារតែបារមីរបស់រស្មីខ្លាំងបានជាគាត់អត់ខុសមកពាក្យណាសោះគាត់បានល្អប្រកបជាសំណាងរបស់គាត់មិនបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់គេដែលគេប្រឹងប្រែងយ៉ាងម៉េចខ្លះទទួលរងឬក៏ឆ្លងកាត់ឧបសគ្គអ្វីខ្លះនឹងរងតែមកដល់វគ្គនេះ